ស្រីប្រិមិត្តទូរទស្សនិកជនជាទីមេត្រីថ្ងៃទី12ធ្នូនេះគឺជាទិវាជាតិប្រឆាំងនឹងការជួញដូរមនុស្សដូច្នេះនៅក្នុងសប្តាហ៍នេះយើងខ្ញុំសូមអញ្ជើញលោកស្រីតាមដានបទសម្ភាសន៍របស់ខ្ញុំបាទជំវិញបញ្ហានេះប្រទេសកម្ពុជាបានយកថ្ងៃទី12ធ្វើជាថ្ងៃទិវាជាតិប្រឆាំងនឹងអំពើជួញដូរមនុស្សដើម្បីរំលឹកនៅលើអ្វីដែលយើងបានចុះហត្ថលេខានៅប្រទេសអ៊ីតាលីនៅទីក្រុងប៉ាឡែមក្នុងឆ្នាំ2000អង្គការសហប្រជាជាតិលោកបានគេហៅថាលោកបានយកពិធីសារក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរបន្ថែមទៅលើអនុសញ្ញាអ ுக ្រិតកម្មឆ្លងដែនដែលមានអង្គការចាត់តាំងនោះមានពិធីសារបន្ថែមនឹងពាក់ព័ន្ធទៅលើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរយើងបានសញ្ញេទាំងអស់គ្នានៅអង្គការសហប្រជាជាតិថ្ងៃ12ធ្នូឆ្នាំ2000នេះខ្ញុំសប្បាយចិត្តដោយសារមានការចូលរួមពីរាជរដ្ឋាភិបាលក៏ដូចជាយើងឃើញថាមានមនុស្សមកពីគ្រប់មជ្ឈដ្ឋានទាំងអស់មិនថានិស្សិតមិនថាកងរាជអាវុធហត្ថឬក៏ប៉ូលីសទេហើយយើងគិតថានៅសង្គមខ្មែរយើងហ្នឹងឯងគឺយើងទទួលស្គាល់ហើយគឺថាមានការជួញដូរនៅប្រទេសខ្មែរហើយក៏មានការប្រយុទ្ធប្រឆាំងនឹងការជួញដូរដែលយើងលើកថ្ងៃទី12នេះToday was very encouraging. The First Lady had very strong remarks of condemnation against human trafficking. It was very encouraging to see the government take a very strong stance against human trafficking. សកលភាវូបពាណិជ្ជកម្មផ្ដល់គេហៅថាលក្ខណៈមួយដែលអាជីវកម្មនឹងវាងាយស្រួលជាងមុនទៅទៀតអញ្ចឹងបានយើងត្រូវតែប្រុងប្រយ័ត្នប្រទេសនីមួយៗត្រូវតែប្រុងប្រយ័ត្នជាងមុនទៅទៀតដោយសារសកលភាវូបពាណិជ្ជកម្មនឹងបង្កលក្ខណៈងាយស្រួលឲ្យពួកនឹងធ្វើកាន់តែស្រួលទៀតហើយប្រឈមមុខនឹងគ្រោះថ្នាក់តិចតួចនេះជាបញ្ហាចំពោះរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលក្នុងពិភពលោកយើងត្រូវតែចាប់ដៃគ្នាថាយើងត្រូវតែប្រយុទ្ធប្រឆាំងរកវិធានការនៅក្នុងពិភពលោកប្រយុទ្ធប្រឆាំងនឹងមានន័យថាមិនមែនតែនៅក្នុងប្រទេសទេយើងត្រូវតែពេលណាពួកនឹងចេញពីប្រទេសយើងត្រូវតែប្រទេសមួយទៀតនឹងត្រូវតែចាប់ជួយចាប់យើងCertainly, we have hope, and I think because of our common dignity of fellow man and our responsibility to one another, as the First Lady said today, I think we all have a responsibility to have hope and to continue to fight to eradicate human trafficking.